ហើយនេះខ្ញុំពាក់តងជាតិខ្មែរនៅនឹងមួកស្រាប់ហើយកូនប្រុសខ្ញុំគាត់កាន់តងជាតិកម្ពុជាចាហើយនឹងធ្វើយើងធ្វើប៉ាណូម្នាក់មួយម្នាក់ពីរខ្ញុំខំធ្វើយកមិញដែរតែសេប៉ាណូខ្ញុំចង់តែសេច្រើនក៏គាត់ថាប៉ាណូយើងមិនអាចតែសេច្រើនបានដល់អញ្ចឹងតែសេខ្លះហ្នឹងវាពេញប៉ាណូតែម្ដងហើយអ្វីដែលខ្ញុំទៅសេនៅលើប៉ាណូខ្ញុំចាំក្រោយតិចទៀតខ្ញុំនឹងបង្ហាញខ្ញុំទៅសេចំនួន2ធំទី1សូមឲ្យប្រទេសថៃហ្នឹងគោរពច្បាប់អន្តរជាតិមកលើប្រទេសកម្ពុជាពីព្រោះថាដល់សប្តាហ៍ថ្ងៃនេះយើងអត់ទាន់បានបំពេញអ្វីគេទេប៉ុន្តែគេអត់បានគោរពច្បាប់អន្តរជាតិទេរាល់ថ្ងៃហ្នឹងមកបំពេញលើយើងតែម្ដងហ្នឹងចំណុចធំទី1ដែលខ្ញុំសរសេរនៅលើប៉ាណូរបស់ខ្ញុំហើយចំណុចទី2ខ្ញុំសូមឲ្យប្រទេសថៃគោរពនឹងសន្ធិសញ្ញាបារាំងសៀមដែលបានចុះហត្ថលេខានៅក្នុងឆ្នាំ1904និង1907ចឹងពីចំណុចធំដែលខ្ញុំសរសេរនៅក្នុងប៉ាណូរបស់ខ្ញុំពីព្រោះថាយើងធ្វើទាំងអស់ហ្នឹងក៏ដើម្បីតែប្រទេសជាតិយើងដែរហើយឃើញប្រជាជនខ្មែរយើងខំប្រឹងរួបរวมគ្នាណាទោះជានៅក្នុងប្រទេសក្រៅប្រទេសអីឃើញស្ម័គ្រចិត្តទាំងអស់គ្នានឹងឯង